มณีลภิกขุทั้งหลายวิบัติរបស់ឧបាសកនេះមាន7យ៉ាងមณีលភិក្ខុទាំងឡាយសម្បត្តិរបស់ឧបាសកនេះមាន7យ៉ាងមณีលភិក្ខុទាំងឡាយសេចក្តីវិនិច្ឆ័យរបស់ឧបាសកនេះមាន7យ៉ាងមณีលភិក្ខុទាំងឡាយសេចក្តីចម្រើនរបស់ឧបាសកនេះមាន7យ៉ាង7យ៉ាងតើអ្វីខ្លះគឺឧបាសកមិនញ៉ាំងការឃើញនៅភិក្ខុឲ្យសាបសូន្យមួយមិនប្រហែសនឹងការស្ដាប់នៅព្រះសទ្ធធម៌មួយសិក្សាក្នុងអធិសិលមួយជាអ្នកមានសេចក្តីជ្រះថ្លាច្រើនក្នុងពួកភិក្ខុទាំងចាស់ទាំងថ្មីទាំងកណ្ដាលមួយមិនមានចិត្តរិះគន់មិនស្វែងរកទោសស្ដាប់នៅធម៌មួយមិនស្វែងរកតក្កិណយបុគ្គលខាងក្រៅសាសនានេះមួយធ្វើបុព្វការៈចំពោះតក្កិណយបុគ្គលក្នុងសាសនានេះមួយមនាលភិក្ខុទាំងឡាយសេចក្តីចម្រើនរបស់ឧបាសកមាន7យ៉ាងនេះឯងឧបាសកណាញ៉ាំងការឃើញនៅពួកភិក្ខុដែលមានខ្លួនចម្រើនហើយឲ្យសាបសូន្យមួយប្រហែសក្នុងការស្ដាប់នៅអរិយធម៌ទាំងឡាយមួយមិនសិក្សាក្នុងអធិសិលមួយមានសេចក្តីមិនជ្រះថ្លាក្នុងពួកភិក្ខុចម្រើនដោយក្រៃលែងមួយជាអ្នកមានចិត្តរិះគន់ប្រាថ្នាស្ដាប់នៅព្រះសទ្ធធម៌មួយស្វែងរកតក្កិណយបុគ្គលដទៃខាងក្រៅសាសនានេះមួយឧបាសកធ្វើបុព្វការៈចំពោះតក្កិណយបុគ្គលខាងក្រៅសាសនានេះមួយឧបាសកកាលសែបនៅបរិហារយធម៌ទាំង7នេះឯងដែលព្រះមានព្រះភិក្ខទ្រង់សម្ដែងហើយដោយប្រពៃរមែងសាបសូន្យจากព្រះសទ្ធធម៌ឧបាសកណាមិនញ៉ាំងការឃើញនៅពួកភិក្ខុដែលមានខ្លួនចម្រើនហើយឲ្យសាបសូន្យមួយមិនប្រហែសចំពោះការស្ដាប់នៅអរិយធម៌ទាំងឡាយមួយសិក្សាក្នុងអធិសិលមួយសេចក្តីជ្រះថ្លាក្នុងពួកភិក្ខុរបស់ឧបាសកនោះចម្រើនដោយក្រៃលែងមួយមិនមានចិត្តរិះគន់ប្រាថ្នាស្ដាប់នៅព្រះសទ្ធធម៌មួយមិនស្វែងរកនៅតក្កិណយបុគ្គលដទៃខាងក្រៅសាសនានេះមួយឧបាសកធ្វើបុព្វការៈចំពោះតក្កិណយបុគ្គលក្នុងសាសនានេះមួយឧបាសកកាលសែបនៅអបរិហារយធម៌ទាំង7យ៉ាងនេះឯងដែលព្រះមានព្រះភិក្ខទ្រង់សម្ដែងហើយដោយប្រពៃរមែងមិនសាបសូន្យจากព្រះសទ្ធធម៌ឡើយចប់វជ្ជវគ្គទី3